តបពីបានទិញដីហើយសប្បាយចិត្តណាស់ក៏មកងុយទឹកលេងសើចញញឹមហើយក៏ចូលគេងទៅចូលគេងទាំងស្នាមញញឹមព្រោះបានសម្រេចបំណងខ្លួនឯងលុះព្រឹកឡើងក៏ទៅលក់នំគ្រក់តាមធម្មតាតែលើកនេះរឿងសប្បាយចិត្តជាងរាល់ដងអ្នកភូមិទាំងចាស់ទាំងក្មេងមកជួយទិញជាហូរហែដោយសារតែចិន្តាមនីជាមនុស្សនិយាយច្រើនពូកែនិយាយរួសរាយរាក់ទាក់និងមានស្នាមញញឹមរហូតហេតុនេះហើយទើបការលក់នំគ្រក់មិនបង្កភាពលំបាកនិងចំណាយពេលយូរទេសម្រាប់ចិន្តាមនីក្រៅអំពីការលក់នំចិន្តាមនីមិនដាក់ទុកពេលឲ្យទំនេរសោះឡើយគឺតែងតែដាំដុះបង្កើនភោគផលនានានៅលើដីដែលទៅតែទិញនោះរាប់ចាប់តាំងពីស្រូវបន្លែផ្លែឈើជាដើមមិនយូរប៉ុន្មានផ្លែឈើនិងបន្លែទាំងនោះក៏ប្រមូលផលបានហើយជាគួរឲ្យរីករាយណាស់ចិន្តាមនីក៏ប្រមូលភោគផលទាំងនោះទៅលក់ដូរនៅឯផ្សារមិនចាប់ត្រឹមតែប៉ុណ្ណេះទេប្រាក់កម្រៃដែលរកបានចិន្តាមនីមិនដែលហ៊ានចាយវាយខ្ជិះខ្ជាយឡើយទៅវិញចិន្តាមនីបានសន្សំលុយទាំងនោះទុកទិញកីដំបានយកមកត្បាញសូត្រកំណាត់សម្ពុតយកទៅលក់ឲ្យនាយឈ្មោះសំពៅដែលចិន្តាមនីសង្កេតឃើញថាឈ្មោះទាំងនោះតែងតែមកស្កាត់ទិញកំណាត់សម្ពុតល្អពីអ្នកស្រុកប៉ុន្តែអ្នកស្រុកនៅទីនោះពុំសូវមានអ្នកត្បាញលក់ឡើយស្របពេលជាមួយគ្នានេះដែរដំណាំស្រូវដែលចិន្តាមនីបានដាំក៏ដល់ខែត្រូវច្រូតកាត់ហើយចិន្តាមនីក៏ប្រមូលភោគផលទាំងនោះទៅលក់ឲ្យឈ្មោះសំពៅដែលលើកនេះគឺចិន្តាមនីទទួលបានប្រាក់កម្រៃកាន់តែច្រើនទ្វេដងចិន្តាមនីបានផ្លាស់ប្ដូរជោគវាសនានិងជីវភាពរបស់ខ្លួនដោយខ្លួនផ្ទាល់ពុំបានរំពឹងលើការផ្សងរោគប្រេងសំណាងឬការបណ្ដេតបណ្ដោយតាមព្រហ្មលិខិតនោះទេព្រោះថាចិន្តាមនីមានគោលជំហរនិងទស្សនៈផ្ទាល់ខ្លួនគឺអតីតកាលកំសត់បច្ចុប្បន្នស៊ូហត់អនាគតរុងរឿង